ជំរាបសួរប្រិយមិត្តទាំងអស់គ្នា Hello សួស្តីអ្នកទាំងអស់គ្នាមកត្រឡប់មកជួបជាមួយនឹង Admin Sophie ដដែលជាមួយនឹងរឿងថ្មីណាថ្ងៃនេះគឺយើងផ្លាស់ប្ដូរអារម្មណ៍ពីរឿង BL មកជារឿង Romance វិញម្ដងណាដោយសារតែ Admin គឺខានសម្រាប់រឿង Romance យូរហើយឃើញគ្នាយើង comment ឲ្យ Admin សម្រាប់រឿងនេះ Admin មើលទៅដូចជារឿងតំណដែរណាអញ្ចឹងហើយក៏លើកយករឿងនេះមកសម្រាប់តែម្ដងទៅព្រោះថារឿងនេះក៏វាមិនសូវជាវែងប្រហែលដែរគ្រាន់តែមានទាំងអស់ចំនួន36ភាគតែនៅក្នុងមួយភាគក៏រៀងខ្លីដែរអញ្ចឹងហើយក៏សម្រាប់ចិត្តថាសាកសម្រាប់រឿងនេះម្ដងទៅមើលដោយសារតែសាច់រឿងគឺពិតជាគួរឲ្យចាំអារម្មណ៍ណាមានតែតទៅជាមួយនឹងរឿងក្តីមានខ្មោចទៀតផងណារឿងនេះគឺសម្រាប់ហើយគឺព្រឺរន្ធត់ខ្លាំងមែនតើតែដោយសារតែមានគឺចូលចិត្តតួរបស់យើងទាំងពីរនាក់តួអង្គប្រុសនិងកូនស្រីគឺតួពិតជាស្អាតខ្លាំងមែនតើហើយមើលទៅគឺចូលអារម្មណ៍ចូលតួខ្លាំងណាស់ណាអញ្ចឹងហើយមិនអាចទ្រាំបានទៅក៏យករឿងនេះមកសម្រាប់ចែកជូនអ្នកទាំងអស់គ្នាដើម្បីអ្នកទាំងអស់គ្នាបានទស្សនាកំសាន្តហើយក៏សប្បាយរីករាយដូចជាមានដែរណាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តរឿងមួយនេះទៅចោះរឿងរបស់យើងនៅថ្ងៃនេះគឺមានចំណងជើងថា Case Between Us ហើយមានក៏បានដាក់ចំណងជើងជាភាសាខ្មែរថារវាងពួកយើងតើរវាងទំនាក់ទំនងពួកយើងទាំងពីរនាក់នេះអាចឈានទៅដល់ទំនាក់ទំនងស៊ីជម្រៅលើសពីមិត្តភាពលើសពីមិត្តភក្តិឬក៏បងប្អូនដែរឬអត់ឬមួយត្រឹមតែជាអ្នកស្គាល់គ្នាធម្មតាទេដើម្បីស្រាវចម្ងល់និងរកចម្លើយចង់ដឹងចម្លើយច្បាស់យ៉ាងណានោះគឺមានតែតាមដានទស្សនានៃការសម្ដែងនៃសាច់រឿងពេញជាមួយនឹង admin ទាំងអស់គ្នានេះបណ្ដាលនៃសាច់រឿងរបស់យើងក៏បង្ហាញពីលោកតាចាស់ម្នាក់កំពុងតែដើរស្រាញប្រាប់អ្នកភូមិប្រយ័ត្នចោលចូលផ្ទះប្រយ័ត្នភ្លើងចង្កៀងប៉ុន្តែនៅពេលនេះដូចជាអាកាសធាតុអំណោយផលដល់ហើយយប់ជ្រៅផ្លែកបន្តោបកទៀតផងណាសំខាន់ណាស់ក៏មានឆ្កែលូទៀតផងថែមទាំងមានឆ្មាខ្មៅទៀតមើលទៅដូចជាមិនស្រួលទេចង់ព្រឺឆ្អឹងខ្នងសូម្បីតែលោកតានឹងគាត់ចង់ខ្លាចដែរណាសាច់រឿងរបស់យើងក៏កាត់មកបង្ហាញនៅក្នុងមន្ទីរពេទ្យមួយកន្លែងនៅពេលនេះនៅក្នុងបន្ទប់រងចាំកន្លែងវះកាត់ហ្នឹងក៏ស្រាប់តែមានបរិសុទ្ធស្ត្រីពីរនាក់មិនដឹងថាតើគេកំពុងតែធ្វើអីរងចាំអ្នកណានៅក្នុងមន្ទីរពេទ្យនោះទេប៉ុន្តែនៅពេលនេះស្រាប់តែទ្វារមន្ទីរពេទ្យនោះគឺបានបើកតែម្ដងកន្លែងវះកាត់នោះណាក៏ស្រាប់តែលេចចេញឡើងនៅជើងមនុស្សស្រីម្នាក់ដែលពោពេញទៅដោយឈាមមិនដឹងថាជាមនុស្សឬក៏ជាខ្មោចទេអ្នកទាំងអស់គ្នាអើយមើលទៅគឺដូចជាសភាពមិនធម្មតាសោះស្រាប់តែចេញមកម្នាក់នឹងស្លៀកពាក់សផងក្អារបស់គេពោពេញទៅដោយឈាមបែបនេះហើយតែអ្នកណាដែលថាមិនខ្លាចនោះអ្នកទាំងពីរគឺបោកផ្នែកធំឡើងប៉ាន់ប៉ងវ៉ាន់តែម្ដងជាពិសេសម្នាក់ប្រុសហ្នឹងគឺគេដូចជាខ្លាចខ្លាំងណាស់ក៏ព្រោះតែពេលនេះម្នាក់ខ្មោចស្រីនឹងគឺបានសម្ដៅមកម្នាក់ប្រុសហ្នឹងណាហើយគេក៏និយាយថាយើងនឹងជីវិតរបស់ឯងយើងនឹងធ្វើឲ្យវិញ្ញាណរបស់ឯងខ្លាចទៅជាវិញ្ញាណអាក្រក់ហើយយើងនឹងយករាងកាយរបស់ឯងទៀតផងស្រាប់តែដើរកាន់តែចិត្តទៅម្នាក់នឹងគឺគេឡើងដួលភ័យតាក់ស្រកខ្លាំងមែនតើតែនៅពេលហ្នឹងក៏គ្មានមនុស្សណាមកជួយដែរខ្មោចស្រីម្នាក់នឹងក៏កាន់តែដើរចូលទៅចិត្តម្នាក់ប្រុសហ្នឹងតែសម្លេងរបស់គេគឺដូចជាសម្លេងមនុស្សប្រុសបន្តិចស្រីបន្តិចណាគេក៏និយាយទៅគេប្រាប់ថាគឺយើងមានឈ្មោះថាគូស៊ីសានមិនដឹងថាតើឈ្មោះនេះគឺជាណានោះទេគ្រាន់តែម្នាក់នឹងឮហើយគឺគេពិតជាភ័យខ្លាចតាក់ស្រកខ្លាំងណាស់ថែមទាំងពេលនេះវិញ្ញាណនៅក្នុងខ្លួនរបស់ម្នាក់នោះក៏ចេញមើលទៅតាមរូបរាងរបស់ម្នាក់ស្រីនឹងដូចជាពស់ធំអញ្ចឹងណាប៉ុន្តែក៏មានវិញ្ញាណខ្មៅចូលមកសន្តិដ្ឋក្នុងរាងកាយបរិសម្នាក់នោះតែម្ដងដែលធ្វើឲ្យពេលនេះពួករបស់បរិសម្នាក់នឹងគឺឡើងធំដូចជាគេពោះចិត្តសម្រាប់ជាគ្រប់ខែអញ្ចឹងប៉ុន្តែមិនមែនធំត្រឹមតែប៉ុណ្ណឹងទេណាគឺធំឡើងតែម្ដងហើយបន្ទាប់ពីវិញ្ញាណខ្មៅនោះចូលសន្តិដ្ឋម្នាក់ប្រុសនឹងធ្វើឲ្យម្នាក់ស្រីដែលពោះមុននេះមិញគឺបានដួលមិនដឹងថាស្លាប់ឬក៏រស់នោះទេប៉ុន្តែឃើញច្បាស់ណាស់អ្នកទាំងអស់គ្នាគឺជាវិញ្ញាណខ្មៅស្រីម្នាក់បានចូលសន្តិដ្ឋម្នាក់ប្រុសហ្នឹងណាហើយមន្ទីរពេទ្យមួយនេះគឺមានឈ្មោះថាមន្ទីរពេទ្យអានតុងដែលហេតុការព្រឺព្រួយមួយនេះគ្រាន់តែជាសាច់នៃការផ្ដាប់សាច់រឿងទេណាផ្ដាប់សាច់រឿងខ្លាយប៉ុណ្ណឹងហើយចុះតម្រាំតែរឿងពេញទៀតតើខ្លាចយ៉ាងម៉េចទៅណោះចូលមកដល់សាច់រឿងនៃភាគទី1នេះក៏បង្ហាញពីតួបឋមកូនស្រីរបស់យើងតែម្ដងទៅគេនេះគឺមិនមានធ្វើអ្វីនោះទេរាល់ថ្ងៃនេះត្រឹមតែជាមនុស្សសាមញ្ញធម្មតាម្នាក់ដែលជាមនុស្សដែលចូលចិត្តនៅវប្បធម៌បែបបុរាណតាមប្រពៃណីទំនៀមទម្លាប់របស់ប្រទេសចិនស្រឡាញ់នឹងវត្ថុបុរាណចង់ដឹងពីវត្ថុបុរាណផ្សេងអីចឹងទេណាយើងមកដឹងពីឈ្មោះរបស់គេតែម្ដងទៅគឺគេមានឈ្មោះថាចៅសាវសាងលោកម្ចាស់ម្នាក់ដែលគាត់កំពុងតែលក់វត្ថុបុរាណប៉ុន្តែប្រហែលជាវត្ថុបុរាណរបស់គាត់គឺការបោកប្រាស់ខ្លាំងអីចឹងទៅណាគ្រាន់តែលោកម្ចាស់ម្នាក់នឹងក៏លេចឃើញអ្នកប្រុសចៅភ្លាមគាត់ក៏បានបំរុងនឹងរត់គេញតែលោកប្រុសចៅរបស់យើងក៏បានមកនិយាយរាក់ទាក់ជាមួយទៅណាក៏ព្រោះតែគេបានដឹងថាតានឹងគឺជាជនបោកប្រាស់ដោយសារតែសម្ដីកូនស្រីរបស់យើងនេះគឺឌឺដងចង់ឲ្យលោកម្ចាស់ម្នាក់នឹងយករបស់ដែលគាត់គិតថាជារបស់ពិតជារបស់មានតម្លៃយកមកពិសោធន៍អីចឹងទៅណាអញ្ចឹងហើយលោកអ៊ំប្រមាណអ្នកហ្នឹងគឺគាត់ឃើញយល់ស្របតែតើបើសិនជារបស់ពិតមែនគឺមិនខ្លាចភ្លើងនោះទេលោកម្ចាស់ម្នាក់ហ្នឹងគឺប្រកែកលែងបានហើយអញ្ចឹងគាត់ក៏យល់ព្រមយករបស់នោះមកពិសោធន៍ហើយមែនតែនទៅរបស់ហ្នឹងគឺមិនមែនជារបស់ពិតឯណាគឺជារបស់
ได้អ្នកប្រុសចាស់របស់យើងនេះជាអ្នកធ្វើសោះធ្វើអ្នកគ្រប់គ្នាគឺគេឡើងសាយចំអកតែកាន់លោកពូម្នាក់ហ្នឹងដោយសារតែគាត់គឺទិញចំរបស់ខ្លាញ់ខ្លាយហ៎ថែមទាំងពេលនេះអ្នកប្រុសចាស់របស់យើងនេះគឺក្លាហានណាស់ខ្លួនមានតែម្នាក់ឯងទេតែក៏និយាយឌឺដល់ទៅកាន់លោកម្ចាស់ម្នាក់ហ្នឹងរបស់មានតម្លៃឯណាគេមកលក់ក្នុងតម្លៃថោកបែបនេះទៅហើយថែមទាំងមកលក់នៅទីនេះទៀតគឺគ្មានទេគឺមានតែលក់នៅខាងបច្ចឹមប្រទេសឯនោះលោកម្ចាស់ម្នាក់ហ្នឹងគឺពិតជាខឹងខ្លាំងណាស់ដោយសារតែកូនស្រីរបស់យើងនេះគឺរំខានការរកស៊ីម្ដងជាពីរដងទៅហើយថែមទាំងពេលនេះមកប្រមាណមកគាត់នៅមុខលោកម្ចាស់គ្រប់គ្នាទៀតផងបើសិនជាថ្ងៃនេះយើងមិនបានផ្ដល់មេរៀនឲ្យឯងទេមិនមែនយើងគឺជាលោកម្ចាស់សងនោះទេដល់ពេលដែលគេលេងមែនតែនកូនចៃរបស់យើងនេះក៏ចេះភ័យដែរតើគេក៏បានរត់បានជើងសោព្រាតែម្ដងណាដោយសារតែពេលនេះគឺម្នាក់ឯងទេលោកម្ចាស់ម្នាក់ក៏បានបញ្ជាកូនចាស់របស់គេយ៉ាងច្រើនអ្នករត់តាមដេញចាប់អ្នកប្រុសចាស់នេះយកមកវាយធ្វើបាបម្ដងឲ្យរៀងណាថ្ងៃក្រោយកុំឲ្យចែកដឹងខ្លាំងពេករត់ចុះរត់ឡើងកិច្ចនោះពេលនេះក៏ជួបជាមួយនឹងបរិសង្ហាដែលជាប៉ូលីសសង្ហារបស់យើងនេះឯងគឺគេជាតួកូនប្រុសរបស់យើងណាគឺគេមានឈ្មោះថាយន់ហុងរបស់យើងនេះដោយសារតែឃើញគ្នាច្រើនធ្វើបាបគ្នាតិចអញ្ចឹងហើយគេជាប៉ូលីសដែលការពារនៅសុខសុវត្ថិភាពនិងរងភាពអយុត្តិធម៌អញ្ចឹងហើយនៅពេលនេះលោកប៉ូលីសសង្ហារបស់យើងនេះវាយតែមួយផ្លែតទេឡើងរៀបដល់ដៃគ្រប់គ្នាណាចំណែកឯកូនស្រីយើងនោះនៅពីក្រោយខ្នោះគេអ្នកប្រុសចាស់នោះក៏ធ្វើជារឹកពីឲ្យវាយចេះឲ្យវាយចោះទៅបានខ្លាំងតែក្រោយខ្នោះគេទេតែបើថាឲ្យចូលវាយខ្លួនឯងគឺមិនចេះទេណាគឺមានតែរត់នឹងឯងលោកប៉ូលីសសង្ហារបស់យើងក៏បានព្រាមបដាទៅហេតុអីបានជាមកធ្វើបាបមនុស្សតែម្នាក់អញ្ចឹងទាំងតែខ្លួនឯងមានគ្នាច្រើនណាស់លោកម្ចាស់ម្នាក់ហ្នឹងគាត់ក៏បាននិយាយទៅគឺមេខ្ញុំទេណាលោកប៉ូលីសគឺជាមនុស្សម្នាក់នោះគឺគេម្នាក់នោះហើយគឺជាអ្នកបោកប្រាស់ខ្ញុំគឺជាអ្នករៀបចំចាប់ដើមមុននោះទេហើយកូនស្រីរបស់យើងនោះក៏នៅតវ៉ាក្រោយគេឡើងដែរតែខ្ញុំធ្វើអីនឹងលោកម្ចាស់ខ្ញុំគ្រាន់តែនិយាយការពិតតើដោយសារតែពេលនេះគឺគេមានអាងលោកប៉ូលីសសង្ហាជាអ្នកជួយគេរត់តែខ្លាំងមកសម្លុតលោកម្ចាស់នោះទៀតសួរគេទៀតណាថាមិនដឹងទេបុករបស់យើងគឺជាអ្នកណាយើងជាអ្នកណានោះនៅពេលហ្នឹងដែរនិយាយចុះឡើងទៅលោកប៉ូលីសក៏ដឹងដែរថាតើអ្នកណាគឺជាអ្នកបង្កមូលហេតុមុនអញ្ចឹងហើយគឺគេមិនចង់លូកដៃទៀតទេក៏ដើរចេញទៅកូនស្រីរបស់យើងដល់ពេលដែលឃើញបងដើរចេញអញ្ចឹងគឺគេរៀងភ័យដែរណាក៏បានដើរទៅតាមហើយក៏និយាយទៅថាកុំតាន់អាចចេញនៅទីនេះសិនទៅណាលោកប៉ូលីសយន់ហុងក៏បានឆ្លើយតបយ៉ាងហូរស្មាទៅគ្មានអ្វីចូលពាក់ព័ន្ធជាមួយនឹងខ្ញុំត្រូវនៅទីនេះនោះទេគេក៏បានបន្តដើរចេញណាតែអ្នកប្រុសចាស់របស់យើងនេះក៏ដើរតាមគេអញ្ចឹងហើយយន់ហុងក៏សួរទៅហេតុអីបានចាញ់ដើរតាមខ្ញុំអញ្ចឹងចំណែកកូនស្រីយើងនេះគឺគេនិយាយរៀងលយខ្លាចអស់នោះគេក៏និយាយថាគឺខ្ញុំមានដើរតាមម្នាក់ផ្លូវទៅផ្ទះខ្ញុំក៏ទៅផ្លូវនឹងដែរខ្ញុំចង់ដើរផ្លូវណាក៏បានឲ្យតែផ្លូវដែលខ្ញុំចង់ដើរគឺយន់ហងអត់និយាយច្រើនទេអញ្ចឹងគឺគេដើរផ្លូវផ្សេងគេដើរបកទៅក្រោយណាដែលធ្វើឲ្យកូនស្រីអ្នកប្រុសចាស់យើងនេះគឺកាន់តែភ័យបន្ថែមទៀតទៅហើយនៅពេលហ្នឹងដែរលោកម្ចាស់នោះគឺបានចាត់ឲ្យដោយសារតែពេលនេះលោកប៉ូលីសលែងលោកដែរគេក៏នៅតែបន្តឲ្យកូនចាស់របស់គេគឺដេញចាប់អ្នកប្រុសចាស់ហ្នឹងមកបដាចេញឲ្យបាននៅថ្ងៃនេះអញ្ចឹងហើយគេក៏បន្តរត់បានជើងសោព្រាទៀតទៅណាប៉ុន្តែនៅពេលនេះក៏ជាសំណាងដែលមានគ្នាគេមកជួយតន់ក៏បានប្រឡែងឆ្កែពីក្បាលឲ្យដេញខាំអ្នកទាំងអស់គ្នានឹងវិញទៅក៏អាចធ្វើឲ្យអ្នកប្រុសចាស់របស់យើងនេះរួចខ្លួនមកពេលទៀតទៅបន្តមកកូនចាស់របស់គេក៏បានប្រាប់អ្នកប្រុសចាស់ទៅនៅពេលនេះពុករបស់គេគឺចង់ជួបជាបន្តដោយសារតែនៅក្នុងផ្ទះគឺមានរឿងកើតឡើងហើយក៏ដូចដែរអ្នកប្រុសចាស់បានអួតអញ្ចឹងគឺគេមិនមែនអួតលេងទេគឺមែនតែនតើគ្រួសាររបស់គេនេះគឺជាគ្រួសារអ្នកមានផ្ទះគេឡើងធំប៉ុណ្ណាដែរតែដោយសារតែអ្នកប្រុសចាស់គឺមិនដែលសូវមកផ្ទះនោះទេលុះត្រាតែមានការអីដែលពុករបស់គេហៅមកជួបទៅគេមកណាមុនចូលទៅដល់ក្នុងផ្ទះកូនចាស់របស់គេក៏បានប្រាប់ទៅលោកម្ចាស់ទោះបីជាពេលនេះលោកប្រុសនិងលោកស្រីនិយាយអ្វីក៏ដោយលោកម្ចាស់គឺកំត្រូវតបតដោយសារតែមករយៈនេះគឺលោកម្ចាស់និងលោកស្រីដូចជាអារម្មណ៍មិនសូវល្អនោះទេគ្រាន់តែលើបែបហ្នឹងហើយកូនស្រីរបស់យើងនេះគឺគេចង់ត្រឡប់ទៅវិញតែម្ដងដូចជាមិនចាំបាច់ចូលទៅជួបទេអីប៉ុន្តែជ្រុលជាមកដល់ទៅហើយអញ្ចឹងគេក៏បានចូលទៅក្នុងផ្ទះជួបជាមួយនឹងពុកម៉ែរបស់គេទៅពួយបើថានិយាយមិនទាន់ចប់ជាមួយនឹងគ្នាផងណាពេលនេះក៏លឺសំឡេងធ្លាក់បាញ់អ្វីមួយយ៉ាងនៅក្នុងផ្ទះរបស់គេតែសារតែពេលនេះបងអូនស្រីរបស់គេដែលមានឈ្មោះថាវ៉ាន់អឺកំពុងតែទៀមទាលែងស្វាមីរបស់ខ្លួនណាដែលថាតែគេគឺខ្វះគេខ្លាំងណាស់នៅមុខអ្នកកាសែនមិនដឹងថាតើស្វាមីរបស់គេនេះធ្វើអីនោះឡើយអ្នកទាំងអស់គ្នាចាំបានទេម្នាក់ស្រីហ្នឹងគឺជាម្នាក់នៃផ្ដាំនៃសាច់រឿងជាមួយនឹងបរិសម្នាក់នោះដែលជាស្វាមីរបស់ខ្លួនហើយប្រហែលជាប្តីរបស់គេនេះខ្លាយទៅជាមនុស្សឈួតវិកលចរិតហើយមកទៅនោះបន្ទាប់ពីជួបហេតុការណ៍នៅយប់ព្រឹករួចមួយនោះគេក៏មករំអុយដល់ម្ដាយរបស់គេណាម្ដាយវិញឃើញកូនអញ្ចឹងក៏អាណិតដែរក៏ចង់ឲ្យគេលះគ្នាទៅតាមអ្វីដែលគេស្នើសុំទៅប៉ុន្តែអ្នកប្រុសចាស់របស់យើងចូលមកដល់គឺអត់មានស្ដាយអីទេគឺស្ដាយរបស់ដែលគេបោក
ផ្ដាស់មិញនេះគឺជារបស់ដែលមានតម្លៃនោះដែរហើយគេក៏និយាយទៅហេតុអីបានជាចង់លែងលះម្ដងហើយម្ដងទៀតអញ្ចឹងប្រហែលជាវត្តអនេះគឺធ្លាប់លែងលះស្វាមីជាច្រើនសែហើយមកទៅនោះម្ដាយរបស់គេក៏បានឲ្យគេអានកសែតទៅតើមានរឿងអ្វីកើតឡើងចំពោះស្វាមីរបស់វត្តណាគឺគេខ្លាចទៅជាមនុស្សវិកលចរិតឈួតបាត់ទៅហើយក៏ព្រោះតែនៅយប់នោះនៅយប់ដែលនៅមុខមន្ទីរពេទ្យនៅបន្ទប់វះកាត់ចាប់ពីថ្ងៃនោះមកគឺគេមានចរិតចម្លែកសម្បីតែវត្តជាប្រពន្ធរបស់គេចូលទៅចិត្តក៏គេដេញឲ្យចេញដែរថាជាមនុស្សស្រីអាក្រក់វិញ្ញាណអាក្រក់អីចឹងទៅហើយគ្រួសាររបស់គេបានស្វែងរកវិធីព្យាបាលគ្រប់បែបយ៉ាងទៅហើយមិនថាព្យាបាលតាមវិទ្យាសាស្ត្រឬក៏ភ្លើងងងឹតនោះទេនៅពេលនេះក៏បានហៅអាចារ្យយកមកធ្វើពិធីណាដើម្បីបណ្ដេញវិញ្ញាណអាក្រក់តែចុងក្រោយទៅក៏មិនទទួលបានផលដែរម្នាក់នឹងគឺកាន់តែធ្ងន់ធ្ងរទៅលែងស្គាល់អ្នកណាទាំងអស់ណាហើយអ្វីដែលបងស្រីរបស់គេនេះនៅតែខឹងចង់លែងលះដោយសារតែគ្រួសាររបស់ស្វាមីគេនេះគឺបន្ទោសថាមកពីគេការចូលក្នុងគ្រួសាររបស់ពួកគេនឹងហើយបានជានាំសំណាងអាក្រក់ធ្វើឲ្យកូនប្រុសរបស់គេកើតជាជំងឺលីអីចឹងទៅអញ្ចឹងហើយអ្នកណានឹងទ្រាំបានគឺគេចង់លែងលះភ្លាមតែម្ដងតែប៉ុន្តែពុករបស់គេក៏បាននិយាយសម្រួលទៅគឺកំតាន់ឲ្យលែងលះអីវ៉ាន់មកស្នាក់នៅផ្ទះសិនទៅតម្រាំតែស្វាមីរបស់គេបានធូរស្រាលអ្នកប្រចាក៏បានលុកមកបន្តិចទៅណាអញ្ចឹងគឺមិនអាចលែងលះនោះទេចាំគេគឺជាអ្នកជួយវិញគឺគេនឹងតាមស៊ើបរឿងក្តីនោះដើម្បីភ្លៀងភាពស្អាតស្អំឲ្យប្អូនស្រីរបស់គេវិញអញ្ចឹងទៅណាពុករបស់គេលើកហើយគឺគាត់បានឡើងនិយាយតែម្ដងនេះឯងយកមកដើម្បីបង្កបញ្ហាបន្ថែមទៀតឬក៏មកដោះស្រាយបញ្ហាទៅគឺគាត់មិនទុកចិត្តសមត្ថភាពគាត់របស់គាត់នោះទេព្រោះថាតែលាក់ស្លាត់ទៅសើក្តីរឿងអីចេញទៅប៉ុន្តែអ្នកប្រុសចៅក៏បានលើកហេតុផលទៅណាដោយសារតែកុំឲ្យប្អូនស្រីរបស់គេនេះលែងលះនាំឲ្យបាក់មុខគ្រួសារអញ្ចឹងហើយគេត្រូវតែរកភាពស្អាតស្អំលាងឈ្មោះឲ្យប្អូនស្រីរបស់គេជាពិសេសក៏អាចលើកមុខមកគ្រួសាររបស់ខ្លួនបានដែរណាកុំឲ្យខ្មាស់គេជាមួយនឹងអ្នកដទៃប្អូនរបស់គេលឺហើយគឺគាត់ក៏និយាយទៅល្អអញ្ចឹងក៏យកអ្នកប្រុសទៅរបស់ឯងនេះទៅឃុំហើយកុំឲ្យគេចុះមកជន់ក្រោមឲ្យសោះកុំឲ្យជួបមនុស្សដទៃកុំឲ្យគេខ្មាស់គេអញ្ចឹងទៅណាចុងក្រោយទៅគឺអ្នកប្រុសចាយនេះគឺចូលសងខ្លួនឯងទៅហើយតែណាក៏មិនបានត្រូវឪពុកក៏ឃុំនៅក្នុងបន្ទប់ទៀតសាច់កម្មខ្លាំងណាកូនស្រីរបស់យើងនេះមូនីគឺតបតាគេដេញវៃហើយឥឡូវក៏ត្រូវឲ្យចាប់ឃុំទៀតដោយសារតែមាត់ចង្រៃយ៉ាងឯងនឹងហើយមិនស្ដាប់កូនចៅរបស់គេប្រាប់ទៀតថាកុំឲ្យតមាត់ពុកម៉ែរបស់គេឲ្យសោះណាឥឡូវនេះក៏ត្រូវមកអង្គុយសញ្ជឹងនៅក្នុងបន្ទប់តែក៏ជាសំណាងដែរណាបងស្រីរបស់គេក៏បានចូលមកគេក៏បាននិយាយទៅគឺខ្ញុំត្រូវការបន្ទប់របស់បងដោយសារតែបន្ទប់របស់ខ្ញុំនេះគឺវាក្តៅពិបាកគេណាស់នៅយប់នេះតាមពិតទៅបំណងរបស់គេគឺចង់ជួយបងប្រុសឲ្យចេញពីបន្ទប់នឹងអាចហើយក៏និយាយតែប៉ុនជាមួយនឹងបងប្រុសគឺលើថាមានក្លុយមកពីអ៊ីតាលីគឺគេចង់មើលទៅយកឲ្យគេបន្តិចមកណាដើម្បីឲ្យបងប្រុសរបស់គេនេះគឺមានលេសចេញទៅក្រៅនោះណានឹងបានហៅតែបងប្អូនល្អកូនចៅរបស់គេក៏បានសួរបញ្ជាក់ទៅគឺលោកម្ចាស់ច្បាស់ហើយថាលោកម្ចាស់នឹងចេញក្រៅស៊ើបរឿងក្តីទាំងអស់នេះគឺប្រកាសជាច្បាស់ហើយដោយសារតែគោលបំណងរបស់គេគឺចង់ស្វែងរកដល់ការពិនដើម្បីបងស្រីរបស់គេគឺបានចាប់ត្រឡប់ទៅផ្ទះរបស់ស្វាមីខ្លួនវិញណាព្រោះថាបងអូនគេនៅទីនេះអញ្ចឹងគឺគេគ្មានថ្ងៃដែលរស់នៅស្ងប់សុខនោះទេព្រោះថាពីអ្នកបងប្អូននេះគឺមិនដែលត្រូវគ្នានោះឡើយណាមូលហេតុចម្បងដែលបងប្អូនរបស់គេមិនត្រូវគ្នានោះដោយសារតែម៉ែរបស់គេនេះគឺតែងតែឲ្យនៅវត្ថុមានតម្លៃដែលគេតែងតែប្រមូលមកទុកគឺឲ្យបងអូនស្រីរបស់គេទាំងអស់នៅពេលដែលនាងចង់បានព្រោះថាតែមានកូនស្រីតែម្នាក់គឺគាត់ស្រឡាញ់កូនស្រីជាងណាអញ្ចឹងហើយគឺគេមិនទាំងអាចឲ្យបងអូនស្រីរបស់គេនៅក្នុងផ្ទះនេះទៅក៏ព្រោះតែគេខ្លាចបាត់បង់វត្ថុមានតម្លៃវត្ថុបុរាណដែលគេខំស្វែងរកមុននឹងអាចមានខំសរសើរអន្តរថាបងប្រុសគឺមានទឹកចិត្តល្អតាមពិតទៅគ្មានទេបារម្ភពីទ្រព្យសម្បត្តិវត្ថុបុរាណរបស់គេសោះដូច្នេះហើយជំហានដំបូងរបស់គេនោះគឺត្រូវតែរកឲ្យឃើញតើនរណាដែលឈ្មោះថាគូស៊ីសានដែលស្វាមីរបស់ប្អូនស្រីរបស់គេបានតែងតែហៅថាជាវិញ្ញាណអាក្រក់ចង់មកសម្លាប់គេហើយដើម្បីតែចង់ស្វែងរកប្រវត្តិមនុស្សម្នាក់នោះគឺត្រូវតែទៅប៉ុស្តិ៍ប៉ូលីសនឹងឯងស្រីរបស់យើងក៏បង្វែរមកមើលនៅខាងប៉ុស្តិ៍ប៉ូលីសជីងស៊ីដែលជាកន្លែងធ្វើការរបស់លោកប៉ូលីសសង្ហាយន់ហុងកូនប្រុសរបស់យើងលោកប៉ូលីសយន់ហុងក៏មិនមែនជាប៉ូលីសដែលធ្វើការនៅទីនេះយូរមកហើយដែរគឺគេតែផ្លាស់ចូលមកថ្មីណាប៉ុន្តែមុនពេលដែលគេផ្លាស់កូនចៅរបស់គេនៅទីនេះគឺរញ៉េរញ៉ៃខ្លាំងមែនតើគ្រាន់តែឮសូរថាលោកប៉ូលីសយន់ហុងរបស់យើងនេះគឺមកដល់ហើយគ្រប់គ្នាគឺបញ្ញារៀបចំកន្លែងឲ្យស្អាតបាតដោយសារតែឮថាល្បីថាលោកប៉ូលីសនេះគឺដូចជាការខ្លាំងណាស់តឹងរឹងនៅការវិន័យដោយសារតែនៅផ្នែករបស់គេនេះគឺត្រូវបានទុកចោលជាយូរមកហើយមិនមានមេបញ្ជាការមកកាន់តំណែងនៅផ្នែកនេះទេប៉ុន្តែលើនេះទៅគេបញ្ជូនយន់ហុងមកគ្រប់គ្រងនៅផ្នែកនេះ
កូនចៅរបស់គេទាំងប្រមាណអ្នកនាងគឺរៀបស្មើធេងតែម្ដងណាគ្រាន់តែឃើញមេថ្មីមកដល់ភ្លាមណាមួយដែលសារតែនៅផ្នែកនេះត្រូវបានដូរមេបញ្ជាការជាលើកទី4ហើយរាប់ជាមួយនឹងយន់ហុងនៅលើកនេះកូនចៅរបស់គេក៏បានរៀបផ្លែឈើដូចជារបស់សានអញ្ចឹងគឺពេញតុរបស់មេបញ្ជាការថ្មីណាតែដែលយន់ហុងរបស់យើងគឺជាមនុស្សដែលមានរបៀបរបបណាគេមិនចូលចិត្តបែបនេះនោះឡើយគេក៏បានបញ្ជាឲ្យកូនចៅរបស់គេនេះគឺរើរបស់ទាំងអស់នេះចេញភ្លាមមើលទៅកាន់កូនចៅរបស់គេ5នាក់នេះមើលទៅដូចជារៀងឡាប់ៗយ៉ាងម៉េចទេដោយសារតែកូនចៅរបស់គេម្នាក់ក៏បានកំពុងតែរៀបរាប់យ៉ាងច្រើនយ៉ាងវែងឆ្ងាយណាយន់ហុងមេបញ្ជាការថ្មីនេះគឺអត់មាននិយាយច្រើនទេសួរថាចាប់ហើយឬនៅបើចាប់ហើយរៀបចំកន្លែងនេះឲ្យស្អាតបាតយន់ហុងក៏បានសួរទៅតើបន្ទប់ឯកសារនៅទីណាគេក៏បានចូលទៅក្នុងបន្ទប់ឯកសារមើលឯកសារចាស់ៗជាច្រើនកន្លែងមកមើលកូនស្រីរបស់យើងវិញណាពេលនេះក៏យកវត្ថុមានតម្លៃជាច្រើនមកសោកប៉ាន់ប៉ូលីសម្នាក់នេះគឺដើម្បីឲ្យគេចូលទៅក្នុងបន្ទប់ឯកសារស្វែងរកនៅប្រវត្តិរបស់មនុស្សម្នាក់ដែលមានឈ្មោះថាគូស៊ីសាណចំណែកឯយន់ហុងនៅពេលនេះគេមកបន្ទប់ឯកសារនេះក៏បំណងរបស់គេគឺរកនៅរឿងក្តីមួយដែលពាក់ព័ន្ធជាមួយនឹងបងស្រីរបស់គេទៅដឹងក៏ព្រោះតែគេគឺមានឈ្មោះថាយន់យូអ៊ីនមិនដឹងថាជាបងស្រីឬក៏ប្អូនស្រីទេណាប៉ុន្តែអាចនឹងជាតំណែងតំណងសាច់ញាតិជាមួយនឹងគ្នាក៏ព្រោះតែក៏បំណងដែលគេផ្លាស់មកទីនេះក៏ប្រហែលជាតទៅជាមួយនឹងរឿងក្តីមួយនេះដែរមើលទៅនោះឯថានេះគឺជារឿងក្តីដែលមិនទាន់បំបាយបានទេដឹងដោយសារតែលើសំឡេងបើកទ្វារគេចូលមកអញ្ចឹងហើយយន់ហុងក៏បានទុកឯកសារនោះនៅកន្លែងដដែលសិននៅពេលដែលគេដើរមកតាមពិតទៅម្នាក់នោះគឺជាអ្នកប្រុសចៅកូនស្រីរបស់យើងវិញគ្រាន់តែឃើញគឺស្គាល់ភ្លាមនេះលោកនៅទីនេះក៏ប្រុសរបស់យើងគេក៏បាននិយាយទៅគឺមានតែខ្ញុំទេដែលត្រូវសួរឯងតែឯងចូលមកទីនេះដើម្បីអ្វីមានភារកិច្ចអីដែលឯងចូលនៅទីនេះជាបន្ទប់ឯកសាររបស់ប៉ូលីសនោះប៉ូលីសម្នាក់មិញហ្នឹងក៏បានសួរទៅនេះលោកយន់ស្គាល់អ្នកប្រុសចៅដែរយន់ហុងគេក៏បានឆ្លើយទៅគឺមិនស្គាល់ទេអ្នកប្រុសចៅគ្រាន់តែឮគេឡើងហួសចិនលោកគឺជាមនុស្សម្នាក់ដែលទុកខ្ញុំចោលហើយថែមទាំងនិយាយថាមិនស្គាល់ខ្ញុំទេដែរយន់ហុងរបស់យើងគឺមិននិយាយអ្វីទាំងអស់គេបំរុងដដែលចេញណាតែកូនស្រីរបស់យើងនេះគឺក្លាហានណាស់ក៏ចង់ខាត់ឲ្យគេនៅអីចឹងទៅប៉ុន្តែលោកប៉ូលីសរបស់យើងគឺមិនបដិនោះទេចាប់កាច់តែគេស្ទើរតែបាក់ទៅហើយប៉ូលីសម្នាក់នោះគឺគេឡើងភ័យក៏ប្រាប់ទៅថាលោកប៉ូលីសយន់នេះគឺជាកូនប្រុសរបស់លោកម្ចាស់ចៅឆឹងរូកូនណាក៏កូនទៅតែនិយាយឆ្លើយក៏គេវាយអញ្ចឹងហើយការជួបគ្នាដំបូងរបស់ពួកគេនេះគឺពិតជាល្អខ្លាំងមែនតើណានៅពេលដែលលោកប៉ូលីសយន់ដែលចេញមកក្រៅកូនចៅរបស់គេក៏មករាយការណ៍បន្ទាន់ថាកំពុងតែមានរឿងដែលកើតឡើងហើយយើងក៏បន្តដឹងថានឹងមានរឿងក្តីអ្វីកើតឡើងជាបន្តបន្ទាប់ដែរដោយសារតែសាច់រឿងរបស់យើងនៅពេលនេះគឺបានស្លេះត្រឹមតែប៉ុណ្ណឹងនឹងឯងចង់ដឹងថារឿងរបស់យើងនៅពេលក្រោយល្អមើលជួយចិត្តកម្រិតណាទៀតនោះចាកុំភ្លេចចាប់តាមដានទស្សនាវីដេអូរបស់ admin នៅពេលក្រោយបន្តទៀតណាដូច្នេះហើយ admin សូមគោរពលាត្រឹមតែប៉ុណ្ណឹងអរគុណអ្នកទាំងអស់គ្នាជម្រាបលាបាយបាយ